ទម្ងន់វាអាចនិយាយបានថាស្រាលជាងទូរស័ព្ទទម្ងន់តែ135ក្រាមឯងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំនឹងធ្វើការបើកប្រអប់ថ្មីជាមួយនឹង DJI ប្រភេទជា Fly Mode Combo Set Combo ដែលមាន Google N3 ជាប្រភេទ Venta នេះទាំងអស់គ្នានេះគឺជាឈុត combo សម្រាប់បងប្អូនដែលគាត់ចូលចិត្តលេង FPV អញ្ចឹងលេងជាប្រភេទ DJI Neo នេះគឺត្រូវមែនតើអានេះវាទូចស្រួលដាក់តាមខ្លួនបាទអញ្ចឹងតោះខ្ញុំនឹងធ្វើការបើកតែម្ដងទៅចាក់ហ្មងឃើញដំបូងគេនេះគឺជា Venta នឹងតែម្ដងបាទហើយ Venta នេះស្រួលវាសេរីថ្មីចុងក្រោយបងប្អូនធ្លាប់តែឃើញអាសេរីចាស់ត្រូវដាក់ថ្មតដោតថ្មចូល Venta ញ៉ៃមែនតើអានេះគឺគេមានថ្មនៅខាងក្នុងនឹងហ្មងហើយអានេះអាខាងក្រោយនេះបងប្អូនអាចធ្វើការមូលបតឹងបធូរបានតាមតម្រូវទំហំក្បាលរបស់យើងណាបាទមានអន្តនាមួយគូដែរនេះអត់ធំពេកល្មមស្រួលពាក់ដាក់ខាងក្រោមមកញ៉ៃតបមកណាដ្រូននេះដ្រូននៅខាងនេះវិញហើយសម្រាប់ Neo នេះវីដេអូបងប្អូនថតបានច្បាស់ល្អណាថតបានដល់ទៅ 4K 30 frame យើងអាចលេងជាមួយនឹងតាដ្រូនក៏បានប្រើលើ function លើនេះក៏បានបងប្អូនអាច connect ជាមួយនឹងទូរស័ព្ទវិជាក៏បានឬក៏ប្រើជាមួយនឹង motion ក្នុងដូច set ខាងក្នុងនេះក៏បានដែរហើយប្រើជាមួយនឹង tele បានទៀតអញ្ចឹងវាបានច្រើនមុខងារមែនតើសម្រាប់ការប្រើប្រាស់ហើយសម្រាប់ទម្ងន់ដ្រូននេះទម្ងន់វាអាចនិយាយបានថាស្រាលជាងទូរស័ព្ទទម្ងន់តែ135ក្រាមឯងបាទក្នុង set នេះគឺមានថ្មចំនួន3គ្រាប់ថ្មខាងជាប់ក្នុងដ្រូននឹងមួយហើយនឹង accessory បន្ថែមបាទក្នុងប្រអប់នេះអស់ហើយអត់មានអីទេបាទខាងក្នុងនេះគេឲ្យស្លាបសកួរដែរដកមើលអស់នេះជាទូលវីមូលដោះដូរស្លាបនេះ sticker របស់ DJI ហើយនឹងសភៅណែនាំផ្សេងបាទក្នុងនេះមានហាប់ដែរបាទនេះជាហាប់របស់ Neo ពេលបងប្អូនដាក់សាកថ្មទៅគឺវាចូលម្ដង3ហ្មងវាល្អជាងអាសេរីចាស់បើសេរីចាស់ដ្រូនជំនាន់មុន 5-6 ឆ្នាំមុនពេលដាក់សាកទៅវាសាកឡើងពេញម្ដងមួយបានវាលោតនាំតែ3ពេញទាំងអស់អញ្ចឹងណាប៉ុន្តែអានេះគឺដាក់សាកទៅវាចូលទាំង3គ្រាប់តែម្ដងបាទហើយនេះជា motion សម្រាប់យើងនឹងធ្វើការបញ្ជាតែម្ដងបាទនេះ motion បាទទូចហ្មងស្រួលកាន់ខាងក្នុងទៀតអស់ហើយប្រអប់នេះអូខេអញ្ចឹងសម្រាប់ set នេះបងប្អូនអាចប្រើបានព្រោះអានេះអត់មានគេឲ្យតែមកតែខ្សែសាកណាមានតែខ្សែសាកទេអញ្ចឹងយើងអាចមានដុំខ្លួនឯងយើងអាចប្រើបានហ្នឹងហើយត្រូវការតែដុំសម្រាប់សាកបន្ថែមទេអញ្ចឹងក្នុង set នេះគឺមានតែប៉ុណ្ណឹងថ្ម3គ្រាប់ដ្រូនហើយនឹង motion នេះសម្រាប់យើងបញ្ជាហើយនឹងស្លាបសកួរAB 2បាទអញ្ចឹងសម្រាប់វីដេអូបន្ទាប់ខ្ញុំនឹងធ្វើការហោះ test សម្រាប់ DJI Neo set ដែលមាន Venta ហ្នឹងអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងនេះជាវីដេអូ unbox ផ្ទាល់បាទហើយជួបខ្ញុំនៅវីដេអូក្រោយ